ហើយបានជា graphic card នៅក្នុងតកូល20អត់សូវល្បីដូចជា graphic card នៅក្នុងតកូល10ឬក៏តកូល30ចង់ដឹងអត់តោះថ្ងៃនេះធានជីថប់នឹងមកនិយាយពីវាដោយដែលអ្នកនរបានដឹងស្រាប់ហើយថាចំពោះ graphic ឥឡូវគឺវាឡើងដល់តកូល40តកូល50គឺវាខ្ពស់មែនទេហើយឈ្មោះតម្លៃវិញកុំនិយាយពីវាអញ្ចឹងហើយនឹងខ្ញុំនឹងមកនិយាយពីហេតុផលអីដែលធ្វើឲ្យ graphic card តកូល20ហ្នឹងគឺវាអត់សូវជាល្បីដោយ graphic card តកូល10ឬក៏តកូល30ខ្ញុំនឹងលើកយកហេតុផលចំនួន3មកចែកជូនអ្នកនរថាតើហេតុអីបានជាធ្វើឲ្យ graphic card តកូល20ហ្នឹងវាអត់ទៅជាល្បីដូចជា graphic card តកូល10ឬក៏តកូល30មុននឹងចូលដល់ហេតុផលទាំង3របស់យើងខ្ញុំសូមប្រាប់អ្នកនរសិនថាតើ graphic card តកូល20ហ្នឹងមានអីគេខ្លះអញ្ចឹងមានដូចជា graphic card Nvidia GeForce RTX 2060 RTX 2060 Super RTX 2070 2070 Super RTX 2080 2080 Super ហើយនិង RTX 2080 Ti ចូលទៅដល់ហេតុផលរបស់យើងមកទៅអញ្ចឹងចំពោះហេតុផលទី1ដែលធ្វើឲ្យ graphic card ហ្នឹងវាអត់សូវជាល្បីគឺតកតងទៅនឹងតម្លៃអញ្ចឹងសម្រាប់តម្លៃរបស់ graphic card តកូល20ហ្នឹងគឺវាមានតម្លៃថ្លៃជាង graphic card GeForce RTX របស់តកូល10ហ្នឹងគឺគួរសមដែរអ្នកទាំងអស់គ្នាហើយចំពោះ performance របស់ graphic card មួយហ្នឹងក៏វាមិនទៅខ្លាំងអីណាជាង graphic card តកូល10ដែរអញ្ចឹងទៅធ្វើឲ្យអ្នកប្រើប្រាស់ computer របស់យើងគាត់សុខចិត្តទុកគាត់សុខចិត្តប្រើតកូល10ហ្នឹងគាត់អត់សុខចិត្តប្រើតកូល20ទេដោយសារអី performance វាខុសគ្នាអាចថា5ទៅ10%ឬក៏20%ខ្ពស់ចឹងទៅវាអាចខុសគ្នាប៉ុណ្ណឹងមួយទៀតចំពោះ graphic card តកូល20ហ្នឹងគឺវាបាន release នៅក្នុងកំឡុងឆ្នាំ2019ដែលគឺជាឆ្នាំកំឡុងពេលផ្ទុះជំងឺ COVID-19 អញ្ចឹងវាធ្វើឲ្យ graphic card មួយហ្នឹងក៏វាមិនសូវជាល្បីក៏មិនសូវជាលក់ដាច់ប្រហែលដែរអ្នកទាំងអស់គ្នាដោយសារតែអីអ្នកគ្នាដឹងហើយថា COVID-19 មនុស្សយើងគឺគាត់ត្រូវការ sell លុយដើម្បីទិញនេះទិញនោះចឹងណាសម្រាប់ហេតុផលទី2គឺតកតងជាមួយនឹង ray tracing គឺគេធ្វើអត់ទាន់រួចរាល់ 100% ទេអញ្ចឹងចំពោះ feature ថ្មីដែលគេដាក់ថា real time ray tracing គឺត្រូវបានគេចាក់ចេញផ្សាយហើយប៉ុន្តែមាន game តិចតួចបំផុតដែលវា support ជាមួយនឹងray tracing ហ្នឹងគឺបើគិតទៅនៅក្នុងកំឡុងឆ្នាំហ្នឹងគឺវាមាន game ដូចជាតែ2ឬក៏3 game ទៀតដែល support ray tracing ហ្នឹងហើយចំពោះ ray tracing មួយហ្នឹងក៏វាបានទម្លាក់ FPS វាធ្វើឲ្យធ្លាក់ FPS ពេលដែលយើងលេង game ទៅវាធ្លាក់ FPS អញ្ចឹងវា lag ឯណាគ្នាវា lag អូខេអញ្ចឹងក៏ធ្វើឲ្យមនុស្សភាគច្រើនគឺគេអត់សូវចូលចិត្តប្រើវាគេអត់សូវចង់ប្រើវាប្រហែលទេចូលមកដល់ហេតុផលទី3ដែលជាហេតុផលចុងក្រោយគឺតកតងទៅនឹង graphic card តកូល10គឺវាតកតងទៅនឹង graphic card តកូល10វិញណាទាំងអស់គ្នាអញ្ចឹងមនុស្សភាគច្រើនគេនៅតែគិតថា graphic card តកូល10ដូចជា1050 1060 1080 Ti អញ្ចឹងទៅគឺពួកហ្នឹងនៅតែខ្លាំងវាមែនដល់គ្នាពួកហ្នឹងនៅតែខ្លាំងមែនដល់តាំងពីរដូវកាលវាចេញដល់ឥឡូវហ្នឹងគឺនៅតែខ្លាំងយើងនៅតែអាចលេង game បានច្រើនខ្លាំងមែនតើមកត្រឹម GTA 5មកអែមអញ្ចឹងមនុស្សភាគច្រើនគេនៅតែគិតថា graphic card តកូល10ហ្នឹងវានៅតែខ្លាំងជាងពួកអាហ្នឹងវាមិនខ្លាំងជាងទេវានៅតែខ្លាំងសឹងថាវាស្មើអា graphic card តកូល20ដែលគេចេញហ្នឹងឯងអញ្ចឹងទៅគេក៏មិនដែលចិត្តថាគេនឹងប្រើអាហ្នឹងសិនទៅហេតុផលមានទី1 sell លុយទី2វាអត់មានអីខុសគ្នាវាដូចគ្នាចឹងហើយបានគេតែចិត្តគេមិនចិត្តថាគេប្រើអា graphic card តកូល10ហ្នឹងសិនទៅអូខេអញ្ចឹងនិយាយឲ្យខ្លីមក graphic card តកូល20ហ្នឹងហេតុផល3គឺទី1តម្លៃខ្ពស់ទី2អា ray tracing វាឬក៏អាគ្រឿងក្នុងវាគេធ្វើអត់ទាន់រួចរាល់ 100% ទេហើយទី3អា graphic card តកូល10ហ្នឹងវាខ្លាំងជាងខ្ញុំគិតថាវាគួរសមគេនិយាយត្រូវអ្នកគ្នាអូខេអញ្ចឹងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយចំពោះអីដែលខ្ញុំបាននិយាយមិញហ្នឹងគឺខ្ញុំបានដកស្រង់ចេញពីអ៊ីនធឺណិតមកទាំងអស់អញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ហើយបើសិនជាមានបញ្ហាឬក៏មានកន្លែងណាខុសទោអីសូមអ្នកគ្នាអធិស្ឋានឲ្យខមមិនមកខ្ញុំនឹងព្យាយាមកែប្រែវានៅវីដេអូក្រោយអញ្ចឹងពីខ្ញុំបាទ Tenchi Talk សូមអរគុណសូមជម្រាបលាបាយបាយ